រុនសុស្ដីនៅព្រឹកនេះថ្ងៃច័ន្ទទី2ខែ6ឆ្នាំ2025ហើយព្រឹកព្រលឹមនៅទីនេះនៅព្រឹកព្រលឹមអញ្ចឹងនៅសហរដ្ឋអាមេរិកគេចេញទៅធ្វើការអស់ហើយចេញទៅធ្វើការខ្លះទៅគេស្លៀកពាក់ស្អាតគេធ្វើការនៅ office ខ្លះទៅគេធ្វើការនៅកន្លែងរោងចក្រគេស្លៀកពាក់ល្មមហើយសម្រាប់ខ្ញុំវិញគឺស្លៀកពាក់បែបនេះផ្លាក់ប្លុះមានថ្នាំមានផ្លាក់ compound ផ្លាក់អីច្រើនពីព្រោះអីខ្ញុំទៅការងារផ្ទះជាងផ្ទះចឹងទៅវាមានការផ្លាក់ប្លុះអីចឹងវាជារឿងធម្មតាទេហើយបើពាក់អាវខល្អទៅមកទាំងថាខូចអស់ហើយចឹងហើយនៅទីនេះវាមានស្ថានភាពផ្សេងគ្នានៅកិច្ចការងារផ្សេងគ្នាហើយព្រមក៏ចេញទៅអស់ហើយខ្ញុំក៏រៀបចំចេញទៅដែរហើយនឹងព្រមចេញមកនេះចឹងហើយសូមចេញបងប្អូនតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយយើងមើលតាមផ្លូវនៅអាមេរិកមានអីខ្លះព្រមហើយគេចេញទៅធ្វើការងារដោយសារអីសម្រាប់គេចេញធ្វើការងារដោយសារឡានក៏មានហើយនេះនៅតាមដងផ្លូវគេចេញធ្វើការងារឆ្ងាយគេទៅដោយសារឡានហើយមានឡានមកយកអីចឹងទៅឬមួយឡានថលខ្លួនឯងអីចឹងទៅគេមានឡានខ្លួនឯងសម្រាប់ការងាររបស់ខ្ញុំនៅចិត្តទេស្ងើយដើរទៅតែម្ដងហើយជា2នាទីហើយនៅស្រុកអាមេរិកគឺគេចតឡានណាបែបបងប្អូនខ្មែរមានផ្លូវខ្លះគេឲ្យចតសង្ខាផ្លូវខ្លះចតតែចឹងហៀងដើម្បីឡានល្អប៉ុណ្ណាក៏ដោយឡានมันសូវល្អប៉ុណ្ណាក៏ដោយគឺត្រូវការចតបែបទាំងអស់គ្នាហ្នឹងហើយមានតែបងប្អូនបានណាសម្រាប់ខ្ញុំទុកដើរទេណាហើយកុំភ្លេចជួយចែកការ subscribe channel របស់ខ្ញុំមក Vira USA ខ្ញុំនឹងថតសកម្មភាពការរស់នៅសហរដ្ឋអាមេរិកក៏ដូចជាការងាររាល់ថ្ងៃរបស់ខ្ញុំចែកជូនបងប្អូនទស្សនាតែមានអ៊ីផ្សេងមានអ៊ីប្លែកជាងស្រុកជាងដែរទេហ្នឹងហើយនៅគេចតនៅកន្លែងហ្នឹងវាអត់បងលុយទេប៉ុន្តែមានខាងកន្លែងខ្លះចតត្រូវការបងលុយទៅដល់មួយម៉ែវាឲ្យយើងចតបាន2ម៉ោងអីចឹងទៅចឹងហើយយើងចតលើពេលហ្នឹងគេពិន័យយើងញ៉ាំដើមឈើញ៉ាំអីនៅជិតផ្លូវគេមិនកាប់ទេអត់ទៅជិតគេហើយផ្ទះស្រុកនេះវាមិនមែនដូចស្រុកយើងផ្ទះថ្មីនៅក្នុងទីក្រុងនៅខាងនេះខាងក្រុងដែរខាងបូងក្រុងភីឡាតែផ្ទះគឺផ្ទះបុរាណផ្ទះចាស់មិនបានថ្មីដូចក្រុងផ្សេងដែលគេរៀបចំថ្មីទេតែវាកំពុងតែធ្វើឡើងគេកំពុងតែអាប់ដេតគេកំពុងតែជួសជុលមកថ្មីច្រើនហើយនេះផ្លូវដែលខ្ញុំទៅធ្វើការងាររាល់ថ្ងៃដើរទៅរាល់ថ្ងៃតែម្ដងលំសាប់ស្រីច្រើនម្ដងនេះផ្លូវខ្ញុំដើរទៅធ្វើការងាររាល់ថ្ងៃផ្លូវហ្នឹងគឺទាំងព្រឹកទាំងព្រលឹមថ្ងៃសៀលហ្នឹងដើររាល់ថ្ងៃខំមិនសូវជាបើដូចគេទេសង្ឃឹមថាធ្វើ YouTube នឹងឡើងបានអំបងប្អូនជួយ subscribe ច្រើនទៅបដូរអាវខោបានល្អគេណាចឹងទៅកុំឲ្យវាមើលទៅឃើញវាតកយ៉ាក់ពេកហើយនៅស្រុកនេះក៏បាច់នំប៉័ងមួយបាច់អីចឹងឲ្យសាស៊ីហើយស្មាមួយនេះវាកំពុងតែត្រៀមចាប់សាត់នំប៉័ងរឿងកបាយចឹងគេបាច់ឲ្យសាត់គេចាំមកស៊ីនៅស្រុកមានសត្វច្រើនសត្វព្រាបសត្វអីច្រើនអត់មានណាធ្វើអីវាទេវារស់នៅបានដោយសេរីយើងទៅហ៊ានប៉ះវាគឺថាជីវិតយើងគឺស្អុយហើយខ្ញុំមកដល់កន្លែងការងាររបស់ខ្ញុំហើយនៅស្រុកអាមេរិកវាការងារច្រើនការងាររោងចក្រការងារក្រុមហ៊ុនការងារផ្ទះធ្វើចប
ខាងសក់មានគ្រប់សក់យ៉ាងទាំងអស់ហ្នឹងហើយផ្លូវលេខ5ដល់ខ្ញុំទៅដល់កន្លែងខ្ញុំធ្វើការហើយបងប្អូនកុំភ្លេចជួយជួយការសម្រាប់ផងនេះនៅថ្ងៃរសៀលនេះខ្ញុំចេញទៅធ្វើការងារខ្ញុំនឹងគិតទឹករួចចេញទៅថតវីដេអូមួយទៀតđểជូនបងប្អូនទស្សនាមួយថ្ងៃចេញមួយវីដេអូពីរវីដេអូហើយចេញជូនបងប្អូនបានមើលមក10ផ្លូវលេខ5តិចឲ្យបងប្អូនបានមើលខាងសាភីលីផ្លូវលេខ5ហើយនេះភ្លើងស្តុបនេះភ្លើងខៀវហើយតែឡើងណាស់បានខៀវទេភ្លើងមើលអញ្ចឹងមួយខាងទៀតខៀវតែមួយខាងទៀតនៅក្រហមឡើយកុំអោយយើងឃើញខៀវយើងទៅភ្លាមបុកគ្នាតែម្ដងនៅស្រុកហ្នឹងមួយខាងទៀតខៀវហើយតែមួយខាងដែលចិត្តខៀវហ្នឹងវាថាបានខៀវតែវានៅក្រហមឡើយអូខេហើយយើងទៅខាងឡែងយើងធ្វើការវីដេអូរបស់ខ្ញុំអញ្ចឹងឲ្យចូលមើលខាងក្នុងតិចនឹងបញ្ចប់វីដេអូហើយសេលជំនាញចេញវីដេអូមួយថ្មីទៀតអូខេរកថ្ងៃហើយធ្វើចាំធ្វើអីហើយ spray អីអស់ហើយនៅតែសម្ដៅនេះខាតរួចហើយខាតហើយអស់វាមិនថ្មីទេវាដំបូងវាចាស់តែយើងខាតមកទៅវាមើលទៅអូខេជួយក៏បានហើយយើងរៀបថ្នាំទៀតទៅវាស្អាតជាង3 5មកវាស្អាតហើយនឹងខាងលើចឹងថ្ងៃនេះមកកំផុនវាបន្តិចទៀតហើយធ្វើការងារនៅសល់ពីសើមាញ់នេះទុកទឹកបាត់រងទុកទឹកអូខេនេះការងាររាល់ថ្ងៃវាមិនសូវជាបើទេមានការហួយមានការអីជារឿងធម្មតាមានការងាររបស់យើងហើយឥឡូវស្អាតហ្នឹងហើយឥឡូវហ្នឹងមិនទាន់ឃើញល្អទេពេលរៀងធ្វើឲ្យអស់ជាង clean រួចអស់ដូចថាអេមិនដឹងដល់នេះក្នុងតុបទឹកអូខេឃើញតុបទឹកបែបហ្នឹងអញ្ចឹងតែគេនឹងដាក់កញ្ចក់មកទៀតមិនមែនពីស្រុកជើងទេការងាររងថ្ងៃអូខេជាងវីដេអូរបស់ខ្ញុំនៅព្រឹកហ្នឹងគឺវាមានតែប៉ុណ្ណឹងហើយថ្ងៃរសៀលខ្ញុំនឹងចេញវាធ្វើនៅទឹករួចអស់ខ្ញុំនឹងដើរទៅក្រុមថតតាមផ្លូវចែកជូនបងប្អូនពុកម៉ែទស្សនានៅពេលថ្ងៃរសៀលនៅខាងសាគីលីហើយបងប្អូនទស្សនាទៅជួយចែកការ subscribe ផងខ្ញុំនឹងថតវីដេអូឲ្យច្រើនក្នុងការរស់នៅហើយអីផ្លែកពីព្រោះ channel ហ្នឹងចោលយូរហើយជាពិសេស channel ផ្ទាល់ខ្លួនទៀតយើងចោលអត់បានទេអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូជួបគ្នាវីដេអូថ្មីទៀត